ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចេញមកក្រែងយប់តិចហើយនឹងសំទោសនៅជាស្រ័យមែនទែនសម្រាប់សំឡេងរំខានទៅដល់ពុកម៉ែបងប្អូនយើងកំពុងតែស្ដាប់ទាំងអស់គ្នាខ្ញុំសូមចាត់បងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះម្នាក់មួយក៏ដូចជា follow page ហើយចុច like ម្នាក់មួយដើម្បីឲ្យវីដេអូនេះទៅដល់អ្នកចាក់គូក៏ដូចជារីករាលដាលទៅដល់ពុកម៉ែបងប្អូនយើងទូទាំងប្រទេសផងដែរបាទទី1ខ្ញុំចង់និយាយពីអារម្មណ៍ខ្ញុំក៏ដូចជាអារម្មណ៍បងប្អូនដូចគ្នាបាទទី2ខ្ញុំចង់និយាយពីបាទពិធីករនៅក្នុងទូរទស្សន៍មួយក៏បានបោះពាក្យសម្ដីថាកីឡាករគុនខ្មែររបស់យើងគឺគ្រាន់តែបាទសម្ដែងទេឬក៏គេយកកីឡាករមកដើម្បីឲ្យស៊ីទេបាទនិយាយអាក្រក់ស្ដាប់ទៅគឺយកកីឡាករហ្នឹងមកដើម្បីសម្ដែងឲ្យល្អមើលហើយមានការបងប្អូនមានការផន់ច្រឡំជាច្រើនបាទពេលខ្លះក៏ប្រើពាក្យពេចន៍អសរោះលើលួសក៏ជេរប្រមាថដៀលទៅគាត់អញ្ចឹងឯហ្នឹងគឺខ្ញុំចង់មកនិយាយពីរឿងហ្នឹងជាដំបូងខ្ញុំសូមនិយាយពីអារម្មណ៍បាទរបស់ខ្ញុំក៏ដូចជាអារម្មណ៍ពុកម៉ែបងប្អូនយើងសិតសឹងតែជា fan គុនខ្មែរនិងស្រឡាញ់គុនខ្មែរទាំងអស់គ្នាហើយខ្ញុំដឹងច្បាស់ណាស់ថាបងប្អូនប្រកាសជាមានអារម្មណ៍ដូចខ្ញុំដែរបងប្អូនមើលរយៈចុងក្រោយនេះឃើញកីឡាករធឿនធីរ៉ាកីឡាករអេអាំរិនបាទកីឡាករល្បីៗជាច្រើនមានជាច្រើនហូរហែទៀតបាទគឹមឌីម៉ាគឹមបូរ៉ាបាទនិងកីឡាករល្អៗជាច្រើនទៀតដូចជាហុងសវណ្ណចន្ទទីបាទជាកីឡាករដែលធ្លាប់តែល្បីសុះសាយបាទពេលនេះហាក់ស្ងប់ស្ងាត់ពីគុនខ្មែរចំណែកធឿនធីរ៉ានិងអេអាំរិនបងប្អូនដឹងហើយបាទមួយរយៈចុងក្រោយនេះវាយគ្មានការទេអាំរិនគ្មានកម្លាំងវាយបាទគ្មានកម្លាំងវាយគ្មានទឹកស៊ូគ្មានស៊ូនិយាយទៅគឺគ្មានអីមកផែជាមួយនឹងគេតែម្ដងហើយធឿនតារាវិញការប្រកួតរបស់គាត់ហាក់បីដូចជាលេងល្អមើលពេលប្រកួតគាត់ម្ដងគឺខ្ញុំមិនសូវទៅចាប់អារម្មណ៍ប្រហែលទេនិយាយស្មោះត្រង់ប្រហែលថ្ងៃចុងក្រោយប្រហែលខែចុងក្រោយនេះបាទធឿនតារាគឺធ្វើមិនបានល្អតទៅសោះបាទវាយទាំងប្រើកម្លាំងទាំងកំរោលគ្មានបច្ចេកទេសគ្មានក្បាច់ជីសំជាកីឡាករគុនខ្មែរទេបាទមកទាំងដុលអាក្រក់ណាស់មិនល្អបាទសុំធីរ៉ាកែប្រែឡើងវិញអេអាំរិនអញ្ចឹងបាទខ្ញុំឈប់មើលគូអេអាំរិនតាំងពីប្រហែលខែមុនម្លេះបងប្អូនគឺខ្ញុំគិតថាអេអាំរិនបានតែវាយជាមួយអ្នកអន់ទេបាទអ្នកខ្លាំងមិនអាចទៅរួចទេបងប្អូនពួកអេអាំរិនឥឡូវគឺពិបាកភ្នែកមើលណាស់ជាមួយនឹងធឿនតារាបើសិនជាអាចបាទបើឈប់ពីគុនខ្មែរសូមឈប់ឲ្យដាច់ទៅបាទតែបើនៅបន្តជាមួយគុនខ្មែរទៀតសូមធ្វើការប្រឹងប្រែងហ្វឹកហាត់វាយឲ្យសមជាអ្នកបដាល់វាយឲ្យសមជាអ្នកស្នងគុនខ្មែរបាទអញ្ចឹងសង្ឃឹមថាធឿនតារាអេអាំរិននិងកីឡាករដទៃទៀតវាយបានតែប៉ុនមេមួយខៀណាគឺល្អអត់ខ្ចោះហើយគ្មានអ្នកណាទៅគ្មានអ្នកណាទៅថាទេហ្វេនគុនខ្មែរគេមិនចង់ឲ្យកីឡាករទៅបែកបាក់ទៅវាយបដូរផ្ដាច់ដល់ស្លាប់ដល់រស់ទេបងប្អូនសុំមកត្រឹមល្អមើលទៅបាទខ្ញុំអត់ចង់រំលឹកការអេអាំរិនប៉ះជាមួយនឹងកីឡាករដែលដណ្ដើមខ្សែក្រវ៉ាត់ទេបាទគឺអាក្រក់មើលណាស់អាក្រក់មើលពេកខ្ញុំចាំអត់មើលកីឡាករធឿនតារាមកប្រកួតទៀតបើមកប្រកួតនេះធឿនតារានៅតែដដែលខ្ញុំគិតថាសហព័ន្ធគួរតែចាត់ចែងឬក៏គ្រូអេគួរតែចាត់ចែងធឿនតារាមួយឡែកសិនហើយបាទចាត់ទុកមួយឡែកសិនកុំតាន់ឲ្យប្រកួតអីទៀតព្រោះខ្មាស់គេបងប្អូនខ្មាស់គេកម្រិតលំដាប់ឈ្នះច្រើនវាយ8 man 4 man ឥឡូវមកធ្វើរកផែលអញ្ចឹងអារម្មណ៍ខ្ញុំក៏ដូចជា fan គុនគាំទ្រគុនខ្មែរមួយរយៈចុងក្រោយនេះគីឡូធំគ្មានមកផែទេអត់ល្អមើលតល់តែសោះបាទខ្ញុំអត់ចង់ប្រៀបធៀបតែបើប្រៀបធៀបគឺថ្នាស៊ីដាច់បាទយូរគេ poster មក
là bay cú thna cái chạm mơ cú thna lọ mơ chiêng và ấy em đến vì môn máu ấy nhưng mình đã từng mơ không bạn tới tại Tây Japan Tây khang Espagne y quay cái là co cái này bạn nhung mơ vì môn vô cả là co máu cái tí cái tưa cả tôi đại em đến xí nữa mà chỉ con sập mà chỉ con sập bây chỉ con sập admin ấy cú ấy lọ mơ tì bà chẳng dương slay trầm năng chào sân dương trâu bị thì có đại con vậy tha cái là có con khmái cứ ban tập bắp nâng khi nè na đại hiên tục chúng mình cái là có bất rồi bỏ cái gì hai bờ cho cái là có đại lỗ cái máu á ta lại luôn kia của cả sạn nơi hộp chọc chai vi bỏ cái có của bà tao nói khi nhom tròn vậy hay có gì trên bị chất tiết bà cái là có con khmai bỏ dưỡng bà sập ngay vô tay cái là có on một váy nhom cái tha 10 năm 200 năm từ một tiết đa ở toàn bật chất khang dương không một buồn đa toàn thì bà sân chỉ vô cái là có con khmai bà tới trôi chúng mình là cái là có on á rồi có cả sầm non màu bì bật sim bật ấy nữa trong cái thay dương đa tam cao cái ngay nè bóng bồn chẳng hay cua ta cất lợt sầm đầy nâng từ vĩnh bà trong cái thayไปคลาtới fan con khmai cứ con control ไปคลา con control ដោយងប់ងល់ពេកចឹងគេនិយាយអត់បានគេស្ដីថាបន្តិចក៏អត់បានខឹងច្រឡោតតតេងឬក៏អ្នកខ្លះអាចទៅដល់ការជេរប្រមាថមើលងាយទៀតតែខ្ញុំក៏អត់សប្បាយចិត្តនឹងបាទលោកពូដែរដែលលោកពូគាត់និយាយថាគុណខ្មែរអត់អាចមានអ្នកតបជាមួយនឹងរបស់ពិតបានទេឬក៏ជើងខ្លាំងរបស់គេបានទេចឹងចំណុចនេះគឺខ្ញុំគិតថាលោកពូអាចថាផ្លេចគិតបន្តិចបាទលោកពូអាចថាភាំងរាំងជ្រុលក្តៅម៉ាស៊ីនដែរដោយសារមានអ្នករិះគន់ច្រើនថាយកកលាករលំដាប់ចឹងបាទស៊ីថាប៉ុសនឹងគ្មានលុយគ្មានអីសម្រាប់យកកលាករល្អមកអីចឹងទេចឹងទៅអាចនឹងខឹងហ្វេនមកឆៅនឹងទៅលោកពូក៏ជះសម្ដីមកតិចនឹងធ្វើឲ្យរាំងលើសបន្តិចបាទតែមិនអីទេបាទសម្រាប់យើងដែលអ្នកតាមដានកន្លែងគឺយើងអាចនឹងយល់ពីអារម្មណ៍គាត់តែអ្វីដែលខ្ញុំអត់ចង់បានគឺអត់ចង់ឲ្យយកកីឡាករដែលអន់មកបែកជាមួយនឹងកីឡាករលំដាប់យើងសប្តាហ៍ថ្ងៃទេជាក់ស្ដែងដូចសម្បត្តិបាទគាត់សប្តាហ៍បច្ចុប្បន្ននេះមកត្រឹមប៉ះអ្នកលំដាប់ល្អលេខ1ពិភពលោកហ្មងបាទអាចប៉ះបានបាទត្បិតតែមិនឈ្នះក៏ប៉ុន្តែក្នុងបាទគេហៅស្ថិរភាពមួយដែលល្អមើលខ្លាំងណាអញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹងអរគុណមែនទែនអរគុណច្រើនបងប្អូនហើយជាចុងក្រោយក៏ផ្លេចជួយចុច follow like share ម្នាក់មួយបន្តមកក៏ជួយចុច subscribe នៅ channel របស់ admin ផងអរគុណច្រើន